សួស្តីបងប្អូនទាំងអស់គ្នាតោះមកយល់ដឹងទាក់ទងនឹងលេខទូរស័ព្ទហុងស៊ុយបែបវិទ្យាសាស្ត្រឬហៅថាលេខដែលមានសេរីសួស្តីឬក៏លេខជ័យមង្គលទាំងអស់គ្នាតើចាលេខដែលអ្នកគ្រូកំពុងតែលើកឡើងនេះលេខស្ថិតនៅក្នុងធម៌ពលលេខល្អដែរទេចូលស្ដាប់ទាំងអស់គ្នាเนาะចាអំណាចនៃលេខ04ក៏ដូចជាខ្សែកត់បងប្អូនទាំងអស់គ្នាចាស្ដាប់ទាំងអស់គ្នាតាំងចិត្តក្នុងការស្ដាប់ណាលេខទូរស័ព្ទពិតជាមានធម៌ពលពិតជាសំខាន់សម្រាប់ជីវិតរបស់យើងមួយផ្នែកនៅជីវិតរបស់យើងតែម្ដងចាចំពោះលេខ04ក៏ដូចជាខ្សែកត់នេះណាបងប្អូនទាំងអស់គ្នាពេលដែលយើងប្រើនៅក្នុងទូរស័ព្ទដៃយើងយូរចារឹតតែប្រើយូររឹតតែឃើញផលពេលដែលយើងប្រើយូរទៅយើងជាមនុស្សម្នាក់ពូកែក្នុងការនិយាយចាពូកែក្នុងការនិយាយហើយលេខនេះយើងឧស្សាហ៍នឹងក្នុងការផ្លេចច្រើនភ្លេចភ្លៀងណាបងប្អូនទាំងអស់គ្នាការចងចាំអត់សូវបានជាល្អទេមួយទៀតតាក់ទងនឹងលុយកាក់ហៅថាលេខលំហូរលុយចេញផងដែរចាចូលមកហើយគឺមានហេតុចេញទៅវិញច្រើនខ្លាំងតែម្ដងចំពោះលេខបែបហ្នឹងណាចាចំពោះលេខនេះផងដែរអ្នកផ្សេងចូលចិត្តយករឿងមកឲ្យយើងច្រើនក្នុងការយើងដោះស្រាយណាចាចំពោះលេខបែបនេះมันគួរប្រើនៅក្នុងទូរស័ព្ទដៃយើងទេមួយទៀតបងប្អូនទាំងអស់គ្នាអ្នកគ្រូបញ្ជាក់គឺយើងរក្សានៅសុខភាពឲ្យបានល្អបំផុតលេខនេះហៅថាលេខទៅដាក់រោគនៅក្នុងខ្លួនរបស់យើងចាយើងពេលខ្លះយើងមានជំងឺអត់ដឹងខ្លួនទេបងប្អូនលេខទូរស័ព្ទគឺយើងយកទាំង6និង7លេខមិនមែនយកតែមួយគូបែបនេះទេប៉ុន្តែអ្នកគ្រូលើកតែមួយគូเนาะចាដោយសារคลิปវីដេអូយើងខ្លីផងចាសម្រាប់ដែលបងប្អូនចង់ដឹងតាក់ទងនឹងលេខទូរស័ព្ទរបស់បងប្អូនល្អមិនល្អកម្រិតណានៅយុគសម័យកាលនេះល្អមិនល្អកម្រិតណានៅជាមួយនឹងអាជីពការងាររបស់យើងថាតើលេខដែលបងប្អូនប្រើរាល់ថ្ងៃនេះចាត្រូវនឹងអាជីពការងាររបស់បងប្អូនដែលអត់វិស៊ីគ្នាដែលអត់អញ្ចឹងណាបងប្អូនលេខខ្លះបងប្អូនលេខខ្លះវាមិនបានផ្ដល់ផលល្អដល់យើងអ្នកប្រើទេអាជីពការងារយើងបែបនេះសិតតែយើងទៅប្រើលេខបែបនោះចាអញ្ចឹងបងប្អូនលេខនីមួយវាសិតតែមានទៅតាមអាជីពការងារវារៀងខ្លួនចាអ្នកគ្រូបញ្ជាក់ក្បាលមិនសំខាន់អ្វីដែលសំខាន់គឺ6និង7លេខណាចាបងប្អូនប្រសិនជាបងប្អូនចង់ដឹងលំអិតស៊ីជម្រៅតែម្ដងទាក់ទងនឹងលេខរបស់បងប្អូនទំនាក់ទំនងមកអ្នកគ្រូដោយផ្ទាល់เนาะតាមរយៈលេខក្តីតាមរយៈ Telegram ក្តីតាមរយៈចាឆាតតាម page ជាដើមណាបងប្អូនអរគ្នាចាអ្នកគ្រូនឹងប្រឹក្សាបងប្អូនដោយផ្ទាល់តាមរយៈចាឆាត page ឬក៏តាមលេខទូរស័ព្ទឬក៏ Telegram ជាពិសេសគឺ Telegram តែម្ដងណាបងប្អូនអរគ្នាដោយក្តីស្រឡាញ់ពីអ្នកគ្រូចាមានចម្ងល់កន្លែងណាចាតំណែងមកអ្នកគ្រូដោយផ្ទាល់ការប្រឹក្សាអ្នកគ្រូអាចបានចាគិតប្រាក់ទេបងប្អូនណាចាតកតងនឹងលេខផ្ទាល់ខ្លួនរបស់បងប្អូន